ដើមឃ្លេលក្ខណៈរុក្ខជាតិជាគុម្ព្រឹកមានមែកវែងទន់ដើមវាមានជ័រពណ៌សដូចទឹកដោះគោសម្បកដើមពណ៌ប្រផេះគ្រើមពណ៌សដើមនិងមែកមានបន្លាស្លឹកដុះឆែកតងរាងពងក្រពើស្រួចចុងស្រួចគល់ប្រវែងពី3ទៅ8សង់ទីម៉ែត្រទទឹងពី2ទៅ3.5សង់ទីម៉ែត្រផ្កាដុះតាមប្រកៀបស្លឹកពណ៌លឿងតិចរាងជាឆ្នុកផ្លែមូលទន់មានក្រឡាដូចផ្លែទៀបពេលទុំពណ៌លឿងមានគ្រាប់តូចផ្កាចេញផ្លែខែ4ទៅខែ5ផ្លែខែ10ទៅខែ11កន្លែងដាំដុះដោយខ្លួនឯងតាមព្រៃរនាមមាត់អូដងស្ទឹងមាត់ទន្លេមាត់បឹងប្រមូលផលយកឫសរាល់រដូវកាប់ជាកង់5ក្រៀមស្លឹកប្រមូលផលរាល់រដូវយកតងចាញ់ប្រើស្រស់ឬដាំរងាស់ធ្វើជាកាវផ្នែកប្រើប្រាស់គេប្រើឫសនិងស្លឹករសជាតិល្វីងសាបធាតុត្រជាក់ដើមឃ្លេផងដែរក៏ជាឱសថយកទៅព្យាបាលជំងឺមួយចំនួនបានផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ